ចាថ្ងៃនេះបានទៅផ្សារបងប្អូនអើយក៏ទៅកំងត្រីកន្លែងមួយខ្ញុំមកគូបងប្អូនចាទៅពីផ្ទះទៅគិតថាចង់បានតែត្រីទក់ធំមួយទេគ្រាន់ស្ងោរជ្រក់បងប្អូនទៅដល់កន្លែងមួយត្រីហ្នឹងគាត់អួតប្រាប់ថានោះអាត្រីប៉ោងនៅលើជ្រុញបងប្អូនគាត់ប្រាប់ថាត្រីហ្នឹងគឺឆ្ងាញ់ស្ងោរជ្រក់ឆ្ងាញ់អញ្ចឹងណាចាខ្ញុំហ្នឹងក៏នឹកឃើញថាចង់សាកម្ដងបងប្អូនចាខ្ញុំហៅត្រីប៉ោងដោយសារអ្នកលក់គាត់ប្រាប់ខ្ញុំថាហ្នឹងគេហៅត្រីប៉ោងណាបងប្អូនចាគាត់ប្រាប់ថាស្ងោរជ្រក់ឆ្ងាញ់ក៏ចង់សាកចាយកមកស្ងោរជ្រក់ម្ដងមើលទៅអញ្ចឹងទៅក៏កើតទៅជាបានត្រីពីរមុខគឺត្រីទក់មួយហើយនិងត្រីប៉ោងហ្នឹងមួយបងប្អូនអើយឃើញចាព្រឹកមិញគឺត្រីច្រើនខ្លាំងមែនតើតែដល់គាត់លក់អស់ហ្នឹងបងប្អូនចាខ្ញុំកំងហើយខ្ញុំមកផ្ទះមកសាសិនបានទៅយកវិញណាពេលទៅយកវិញដោយបងប្អូនឃើញខាងដើមវីដេអូចឹងត្រីនៅសល់តែ2 3ទេបងប្អូនហើយមានអ្នកអង្គុយចាំយកទៀតបងប្អូនចាហើយត្រីប៉ោងនេះបងប្អូនអើយប៉ោងមែនតែម្ដងខ្ញុំចាញ់បោកត្រីឯងបងប្អូនខ្ញុំស្មានតែមានពងបងប្អូននៅខំយកអាពោះក៏ផ្លេសឡើងប៉ោងស្ទល់ស្រាប់តែអ្នកលក់ធ្វើមកអត់មានពងលីងបងប្អូនអើយសល់តែពោះប្រហោងធ្លុងតែម្ដងចាត្រីប៉ោងមែនតែម្ដងសម្រាប់បងប្អូនហៅត្រីអីជួយប្រាប់ផងដោយសារខ្ញុំអត់ស្គាល់ហើយអ្នកលក់ប្រាប់ថាត្រីប៉ោងខ្ញុំក៏ហៅថាត្រីប៉ោងអញ្ចឹងដែរទៅបងប្អូនអើយចាយកមកដល់ផ្ទះភ្លាមក៏ចាប់ផ្ដើមធ្វើការលាងសម្អាតទឹកលាងសម្អាតសកាវាចេញទៅបងប្អូនចានិយាយទៅខ្ញុំស្រឡាញ់មួយត្រីខ្ញុំគាត់កន្លែងហ្នឹងបងប្អូនកន្លែងខ្ញុំទិញមិញហ្នឹងចាគាត់ស្មោះត្រង់បងប្អូនចាត្រីដែលគាត់លក់អញ្ចឹងបើត្រីចិញ្ចឹមគាត់ប្រាប់ថាចិញ្ចឹមចាត្រីរនាមគាត់ប្រាប់ថាត្រីរនាមឬក៏ត្រីគេបូមម្ដងអញ្ចឹងគាត់ប្រាប់ថាត្រីបូមម្ដងហើយគឺតម្លៃខុសគ្នាបងប្អូនត្រីបូមម្ដងតម្លៃថ្លៃដោយសារតែត្រីតាមជនបទស្រុកស្រែរបស់យើងត្រីមិនមែនជាប្រភេទត្រីចិញ្ចឹមបងប្អូនចាបើត្រីរនាមឬក៏ត្រីចិញ្ចឹមរនាមគឺគាត់លក់ធូរថ្លៃចាត្រីចំរនាមគឺ1គីឡូដូចជាតែ9000ឯងបងប្អូនអត់ដល់10000ទេតែបើសិនជាត្រីបូមម្ដងត្រីអីដែលគាត់យកមកតាមពីស្រុកស្រែមានអ្នកបូមម្ដងបូមអីយកមកលក់ឲ្យគាត់ឬក៏គាត់ដើរទិញបានអញ្ចឹងបងប្អូនគឺ12000អញ្ចឹងទៅតាមតូចតាមធំដែរអញ្ចឹងបងប្អូនចាបើត្រីទលេគាត់ប្រាប់ថាត្រីទលេដែរនិយាយទៅស្រឡាញ់គាត់ត្រង់ចំណុចហ្នឹងបងប្អូនជ័យទិញត្រីគាត់ជាប់ជាមួយគាត់រហូតដោយសារតែត្រាច់គាត់ស្មោះត្រង់គាត់ប្រាប់យើងហើយអញ្ជិញគាត់ក៏ល្អដែរបងប្អូនគឺត្រូវគ្នាជាមួយអញ្ជិញយើងនៅផ្ទះដែរខ្ញុំធ្លាប់ទិញមកសាកថ្លឹងអញ្ចឹងគឺអញ្ជិញអត់មានស៊ីភ្នែកអញ្ជិញលើក្រោមទេណាបងប្អូនចាហើយមួយទៀតចំណុចដែលស្រឡាញ់អ្នកលក់ហ្នឹងមកនិយាយដើមអ្នកលក់បងប្អូនគឺគាត់ឲ្យតែថ្ងៃសិលហ្នឹងគាត់អត់លក់ឲ្យបងប្អូនចាគាត់លក់ត្រីតែថ្ងៃធម្មតាដល់ថ្ងៃសិលគឺគាត់អត់លក់ទេទាំងប្តីទាំងប្រពន្ធគាត់តែម្ដងប្រពន្ធមកលក់ត្រីប្តីមកលក់អាឡឹកលក់អីចឹងបើមានអាឡឹកខែមានអាឡឹកគាត់លើកអាឡឹកគេមកលក់អញ្ចឹងទៅបើពេលលក់ដាច់អាឡឹកក៏ដាច់ទៅលក់មិនដាច់ក៏ជួយធ្វើត្រីប្រពន្ធទៅហ្នឹងហើយហើយប្តីប្រពន្ធគាត់គឺលក់ត្រីនៅផ្សារនឹងយូរហើយបងប្អូនអើយខ្ទង់ចូល20ឆ្នាំអីហ្នឹងហើយមិនផ្ទះចិត្តទេណាបងប្អូនផ្ទះគឺនៅឆ្ងាយខ្លាំងមែនតើខ្ញុំស្ដាប់គាត់ទៅដូចជាខ្ទង់20គីឡូដីហ្នឹងឆ្ងាយបងប្អូនចាគាត់មកលក់ត្រីហ្នឹងតែគាត់ប្រាប់ថាគាត់ធ្លាប់លក់ហ្នឹងតាំងពីដើមមកតាំងពីគាត់ទៅបានគ្នាជាប្តីជាប្រពន្ធមកគឺគាត់មកលក់ត្រីហ្នឹងរហូតរាល់ថ្ងៃនេះលក់ប្រហែលជាខ្ទង់40ជាងហើយបងប្អូនហ្នឹងខ្សែក្រាស់មិនដឹងខ្សែស្ដើងមិនដឹងតែចូលខ្សែហើយចាដោយសារប្តីគាត់ប្រាប់ខ្ញុំអញ្ចឹងណាតែគាត់ប្រាប់ថាតាំងពីការហើយមកគឺគាត់មកលក់ត្រីហ្នឹងរហូតខ្សែចូល20ឆ្នាំផ្លាយហើយបងប្អូនហើយឥឡូវនេះដោយសារតែគាត់ប្រាប់ថាត្រីហ្នឹងយកមកស្ងោរជ្រក់ឆ្ងាញ់ចាខ្ញុំលាងសម្អាតហើយគឺត្រៀមនឹងស្ងោរជ្រក់ឲ្យបងប្អូនអើយចាមកលាងសម្អាតនេះគឺយើងខ្វេះចាខ្វៀលចកៃចេញកាត់កាត់ក្បាលកាត់កន្លែងណាដែលយើងអត់ញ៉ាំចេញហើយខ្ញុំក៏ដាក់លាងទឹកអំបិលបងប្អូនចាបន្ទាប់ពីលាងហើយខ្ញុំយកមកចម្រោះក្នុងកញ្ច្រែងទុកឲ្យវាស្ងួតតិចសិនបងប្អូនអើយចាក៏នាំបងប្អូនដើរទៅមើលចាគ្រឿងផ្សំក្រោយផ្ទះបន្តិចចាដើរទៅបេះស្លឹកក្រូចសើចហើយនឹងទៅរកម្ដេងរគល់ស្លឹកគ្រៃអីអញ្ចឹងណាបងប្អូនចានេះក្រូចសើចខ្ញុំក្រោយផ្ទះបងប្អូនឲ្យដាំចូល2ឆ្នាំហើយទំបានប៉ុណ្ណឹងនេះទិញគេមកប្រហែលជាមួយចាអាមកន្លះឬ2ចាអាមួយដើមតូចមួយដើម1500បងប្អូនចាដាំ2ឆ្នាំអត់ចង់លាស់អត់ចង់លូតសោះចាបេះស្លឹកក្រូចសើចហើយក៏ចានាំបងប្អូនមកលួចគល់ស្ក្រៃប្តីខ្ញុំចាគល់ស្ក្រៃនេះប្តីខ្ញុំគាត់កាត់ត្រាំឲ្យចេញឬហើយក៏អាលគាត់ដាំដោយសារតែខែនេះគឺធ្លាក់ភ្លៀងដើមឆ្នាំហើយបងប្អូនតាមពិតស្ក្រៃមានច្រើនណាបងប្អូនតែមិនដឹងមិនគាត់ចង់ដាំថែមអញ្ចឹងណាបន្ទាប់ពីនាំបងប្អូនទៅលួចគល់ស្ក្រៃប្តីហើយឥឡូវនាំបងប្អូនមកលួចជាមួយនឹងម្ដេងឲ្យក្មេកវិញម្ដងបងប្អូនចាដោយសារគាត់នៅហ្នឹងទេអត់ដឹងទេអញ្ចឹងយើងត្រូវការស្លហើយតាមពិតខ្ញុំដាំដែរបងប្អូនតែខ្ញុំអត់បានស្រោចទឹកអញ្ចឹងវាអត់លូតលាស់ហើយតាមពិតហើយម្ដេងគាត់នេះក៏គាត់ដាំដែរវាមិនទាន់លូតលាស់ហើយបងប្អូនយើងដាំខែប្រាំងអញ្ចឹងវាទៅមិនត្រូវទឹកគ្រាន់ថាវានៅមានគល់ឲ្យយើងញ៉ាំបានតិចតួចដែរចាមកលួចម្នាក់ឯងអត់សុខចិត្តទេនាំបងប្អូនមកលួចជាមួយគ្នាមិនមកឲ្យជាប់មួយគ្នាគាត់ទៅបានមួយដុំរៀងធំពេកបងប្អូនអើយនៅឃើញយើងញ៉ាំតែបន្តិចគាត់ជីកយកចាចុចវាយកតែមួយដុំល្មមយើងទៅស្លទេសោះបានកប់ទុកឲ្យក្មេកវិញយើងយកតែល្មមដែលយើងត្រូវការបងប្អូនកុំយកច្រើនពេកសល់ចោលបន្ទាប់ពីផ្សំគ្រឿងក្រូវយើងមកគ្រប់មុខហើយខ្ញុំក៏ចាប់ដើមយកត្រីចាមក
កាត់ជាកង់កង់ដុំបងប្អូនចាដើម្បីធ្វើការស្ងោរជ្រក់យើងវិញម្ដងបងប្អូនចាហើយត្រីនេះធំពេកវល់ចុះវល់ឡើងបងប្អូនអត់ដឹងកាត់ពីណាទៅណាចឹងអត់ដឹងថាកាត់ខាងណាមុនអញ្ចឹងណាចាមកដុំទៅខាងក្បាលបងប្អូននិយាយទៅត្រីនេះខ្ញុំអត់កាត់តូចបងប្អូនខ្ញុំកាត់ជាកង់ជាដុំធំដែរអញ្ចឹងណាដោយសារយើងស្ងោរជ្រក់យើងអត់ចាំបាច់កាត់តូចពេកទេកាត់មកធំល្មមមួយចានយើងដួសបាន2ដុំអីអញ្ចឹងណាបងប្អូនចាហើយត្រីនេះវាធំផងត្រីនេះគឺខ្ញុំស្ងោរទាំងអស់បងប្អូនចាខ្ញុំទិញមក1គីឡូ1ខាំបងប្អូនទាំងអស់គ្នាយើងស្ងោរទាំងអស់ហើយខ្ញុំញ៉ាំព្រឹកល្ងាចតែម្ដងផ្ទះខ្ញុំបើថាញ៉ាំមួយពេលគឺអត់អស់ទេដោយសារត្រីវាធំហើយណាមួយគេប្រាប់ថាស្ងោរជ្រក់ឆ្ងាញ់អញ្ចឹងក៏យើងកាត់ស្ងោរជ្រក់ទាំងអស់ទៅចាព្រោះថាបើមិនស្ងោរជ្រក់ទេក៏ខ្ញុំអត់ដឹងធ្វើអីទៀតដែរព្រោះអីយើងត្រីយើងអត់ស្គាល់យើងអត់ដឹងថាធ្វើអីឆ្ងាញ់យើងធ្វើតាមអ្នកលក់បងប្អូនទាំងអស់គ្នាហើយបើសិនជាបងប្អូនទាំងអស់គ្នាដឹងថាអូត្រីនឹងគេយកធ្វើអីញ៉ាំឆ្ងាញ់ទៀតបងប្អូនជួយខមមិនប្រាប់ខាងក្រោមវីដេអូផងបងប្អូនដោយសារខ្ញុំអត់សូវស្គាល់អញ្ចឹងខ្ញុំអត់ដឹងថាធ្វើអីទេធ្វើតាមតែអ្នកលក់ប្រាប់នឹងឯងបងប្អូនអើយចានេះគឺខ្ញុំកាត់ជាកង់ដាក់កញ្ច្រៃរួចរាល់ហើយចានាំបងប្អូនទៅមើលជាមួយនឹងគ្រឿងផ្សំរបស់យើងវិញម្ដងគ្រឿងផ្សំរបស់យើងគឺខ្ញុំលាងទឹកហើយស្អាតស្រេចបាច់ហើយអស់ហើយចាមានម្ដេងមានគល់ស្គ្រីចាស្លឹកក្រូចខ្ទឹមសខ្ទឹមក្រហមអញ្ចឹងទៅបងប្អូនចាផ្នែកបន្លែគឺខ្ញុំថាចង់ដាក់ជាមួយនឹងផ្សិតច្បើងបងប្អូនតែរកផ្សិតច្បើងអត់បានទេឥឡូវហ្នឹងងាកមកដាក់ខ្ទឹមបារាំងវិញហើយបងប្អូនចាខ្ទឹមបារាំងជំនួសក៏បានដែរដាំទឹកពុះហើយខ្ញុំក៏បង់ជាមួយនឹងគ្រឿងផ្សំរបស់យើងចាទាំងមួយចានហ្នឹងគឺចាក់ទាំងអស់ទាំងម្ដងចាខ្ទឹមសខ្ទឹមក្រហមស្លឹកក្រូចសើចចារំដេងចាគល់ស្លឹកគ្រៃអញ្ចឹងទៅទុកវាឲ្យពុះមួយរំពុះឲ្យវារៀងចេញជាតិដែរបងប្អូនខ្ញុំថែមជាមួយនឹងអំបិលចាអំបិលខ្ញុំប្រើតែអំបិលគ្រួសឲ្យបងប្អូនខ្ញុំអត់សូវចេះប្រើអំបិលម៉ត់ទេប្រើអំបិលម៉ត់លុះត្រាតែខ្ញុំជៀនពងទានឹងខ្ញុំប្រើតែអំបិលខ្ញុំយកអំបិលម៉ត់មកស្លោខ្ញុំស្មានអត់ត្រូវទេដោយសារតែខ្ញុំនៅជាមួយអ្នកម្ដាយខ្ញុំតាំងពីតូចមកគឺទម្លាប់របស់គាត់គឺប្រើអំបិលគ្រួសអញ្ចឹងទៅខ្ញុំក៏ចេះស្មានជាមួយនឹងអំបិលគ្រួសញ៉ាំតែអំបិលគ្រួសយើងអំបិលគ្រួសកពតដែរបងប្អូនអំបិលខ្មែរយើងរហូតមកចាខ្ញុំបងជាមួយដំបងឡើយភ្លេចដាក់អង្ករបងប្អូនអើយចាតាមពិតត្រូវដាក់អង្ករតាំងពីដាំទឹកតែដោយសារភ្លេចតែពេលយើងបងគ្រឿងក្រូចចូលហើយបាននឹកឃើញថាដូចខ្វះអីចានៅពេលដែលដឹងថាខ្វះអីហ្នឹងទឹកពុះមកសពុះហើយបងប្អូនអើយចាក៏បងអង្ករចូលនៅពេលដែលបងអង្ករចូលមកសន្ទុះធំឃើញថាទឹកពុះខុចខ្លាំងរៀងចេញជាតិជាមួយនឹងគល់ស្លឹកគ្រៃហើយនឹងស្លឹកក្រូចយើងហើយខ្ញុំចាប់ដើមស្រង់អាហ្នឹងចេញវិញបងប្អូនស្រង់ចោលចាខ្ញុំអត់ទុកនៅក្នុងហ្នឹងទេដោយសារវាសកសកៅពិបាកញ៉ាំផងហើយវាញ៉ៃញ៉ៃបងប្អូនចានៅពេលដែលខ្ញុំស្ងោរជ្រក់គឺខ្ញុំច្រើនតែបងវារបៀបហ្នឹងបងប្អូនបងហើយគឺចាស្រង់ចេញវិញយកតែក្លិនយកតែរសជាតិវាទេបងប្អូនចាស្រង់កាកចេញបន្ទាប់ពីយើងដាក់គ្រឿងក្រូចចាអំបិលចាស្ករទឹកត្រីអីរួចរាល់ហើយខ្ញុំក៏ចាស្រង់កាកនឹងចេញហើយខ្ញុំក៏ដាក់ត្រីចូលតែម្ដងទៅបងប្អូននៅទាំងធំមើលទៅទំនោកដែរតែបងប្អូនយើងកាត់កង់ដុំធំអញ្ចឹងពេលស្ងោរទៅស្មាតទោសបងប្អូនសាច់វាដូចចង់ស្តៀងសាច់ពោះអ្នកទាំងអស់គ្នាបងប្អូនមើលចាវាឡងចងាងចង់ដូចមែនណាបងប្អូនចាឃើញថាត្រី1គីឡូហ្នឹងគឺដាក់មកពេញមួយឆ្នាំហ្នឹងបឹបតែម្ដងបងប្អូនអើយចាខ្ញុំទុកឲ្យវាពុះមកទុះគោចោះគោឡើងមើលសាច់ត្រីយើងហាសារ៉េសារ៉ង់ដួសពពុះចំអាបចោលអស់ហើយចាស់ខ្ញុំដាក់ជាមួយនឹងខ្ទឹមបារាំងយើងចូលភ្លុកតែម្ដងបងប្អូនចាស់ខ្ទឹមបារាំងនេះពេលដាក់ចូលគឺអត់ទុកយូរទេបងប្អូនខ្ញុំទុកត្រឹមតែមួយរំពុះទេហើយដាក់ខ្ទឹមបារាំងហើយខ្ញុំក៏បងប៊ីចេងយកតែម្ដងបងប្អូនដោយសារតែខ្ញុំបានភ្លក់រសជាតិហើយសាបប្រៃអីថែមថយគ្រឿងរួចរាល់ហើយចាស់ទុកឲ្យតែខ្ទឹមបារាំងយើងនេះពុះតិចតួចទៅចាស់ខ្ញុំបងជាមួយនឹងស្លឹកជីគ្រប់មុខមានចាស់ជីនាងវងចាស់ជីរណាជាមួយនឹងស្លឹកខ្ទឹមចាស់3មុខនឹងចូលគ្នាហើយគឺខ្ញុំបិទភ្លើងបងប្អូនខ្ញុំអត់ទុកឲ្យខ្ទឹមបារាំងនឹងឆ្អិនពេកទេដោយសារខ្ទឹមបារាំងតែឆ្អិនពេកវារលួយហើយវាបាត់បង់ជាតិផ្អែមបើយើងដាក់ត្រឹមតែមកសពប់មកពុះនឹងទេគឺយើងញ៉ាំទៅទឹកស្លយើងវានៅមានជាតិផ្អែមខ្ទឹមបារាំងណាបងប្អូនចាហើយឃើញថាសាឡនរបស់ខ្ញុំគឺថ្ងៃនេះរួចរាល់ហើយបងប្អូនទាំងអស់គ្នាចាអញ្ចឹងវីដេអូរបស់យើងក៏ដល់ទីបញ្ចប់ហើយដែរបងប្អូនទាំងអស់គ្នាចាមុខម្ហូបថ្ងៃនេះគឺស្ងោរជ្រក់ត្រីប៉ោងបងប្អូនទាំងអស់គ្នាចាដួសដាក់ចានហើយអរគុណបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់ជូនពរការទទួលទានមិនថាអាហារថ្ងៃត្រង់ឬក៏អាហារពេលល្ងាចរបស់បងប្អូនទេគឺគ្រប់ក្រុមគ្រួសារសូមឲ្យទទួលបានឲ្យជារសឈ្ងុយឆ្ងាញ់ទាំងអស់គ្នាណាពីនេះខ្ញុំនៅពេលនេះសូមអរគុណសូមគោរពលាសន្យាថានឹងវិលត្រឡប់មកជួបបងប្អូនទាំងអស់គ្នាចាស់នៅវីដេអូក្រោយៗទៀតអរគុណជម្រាបលាបាយ